កង់តបៅកាពះមែនទេកង់ចឹងកង់ដឹងតែខ្លួនឯងតបៅកាពះនៅពេលតែបត់ជើងមកខ្មៅបន្ទាប់មកទៅពេទ្យតែកង់អត់មានរោគសញ្ញាដឹងខ្លួនឯងថាខ្លួនឯងតបៅកាពះធម្មតាតកបៅកាពះដល់ថ្នាក់ forest 3ហើយ forestry អាហ្នឹងធំតបៅធំចឹងកង់មានរោគសញ្ញាអីអត់យល់ទេចុកឆ្អល់ហ្នឹងណាដល់អត់មានចុកអីផងអត់ចុកអត់ឆ្អល់ទេអញ្ចឹងហេតុអីបានអត់ចុកអត់ឆ្អល់វាខុសពីមនុស្សធម្មតាឈឺដឹងយល់ទេអញ្ចឹងកង់ឈឺមួយទៀតក្រិនថ្លើមយល់ទេអញ្ចឹងនៅពេលដែលយើងមានបញ្ហាក្រិនថ្លើមហ្នឹងអាចុងសរសៃប្រសាទរបស់យើងហ្នឹងណាដូចអ្នកទឹកនោមផ្អែមអញ្ចឹងវាស្ពឹកអត់សូវប្រាប់យើងឲ្យដឹងថាយើងឈឺឯងដល់ពេលយើងដឹងថាយើងឈឺខ្លាំងហើយបើឈឺអួលតិចមុំហ្នឹងបើប្រៀបធៀបជាមួយនឹងមនុស្សធម្មតាគឺយើងឈឺខ្លាំងជាងតែយើងអត់សូវដឹងឈឺដល់ពេលយូរទៅតបៅដល់ធំអញ្ចឹងគេហៅ forestry ហ្នឹងបើសិនជាមើលរូបណាបើសិនជាមើលរូបនេះតបៅធំហ្នឹងនេះតបៅ